ជំរាបសួរលោកគ្រូពួកខ្ញុំមកបង្ហាញអំពី project មួយដែលយើងបានបង្កើតគឺឈ្មោះថា Docup ដោយនៅក្នុងសមាជិករបស់ខ្ញុំមាន Han Rabi ហេងអ៊ូឡុងជាច័ន្ទវិនាលោកបលៀងនិងហ៊ុនលីហងដោយ project របស់យើងគឺផ្ដោតទៅលើ e-commerce មួយដែលលក់នៅផលិតផលរបស់សត្វឆ្កែរបស់សត្វសុនក់នេះគឺជា website របស់យើងនៅក្នុងនេះគឺជា home page ដោយយើងអត់តាម log in ទេហើយនៅក្នុង home page នេះយើងបែងចែកវាជា3 component ទី1 header component 1 main component 2ហើយនិង footer component 3នៅក្នុង home page នេះយើងឃើញឆ្កែមួយធំប៉ុណ្ណាណីយើងឃើញ banner មួយ showcase យើង showcase នៅ banner ធំមួយមានឆ្កែមានអីហើយនេះប៊ូតុង shop now យើងអាចចុច shop now ទៅវានឹងរត់ចូលទៅកាន់best selling product ដែលលក់ដាច់ជាងគេនៅក្នុងផលិតផលរបស់យើងនៅក្នុង e-commerce យើងឥឡូវយើងមើលនៅក្នុង home page នៅក្នុង home page យើងមាន list of product នេះគឺជា product ដែលល្បីចំណែកនេះគឺជា product ដែលយើងជា user ហ្នឹងណាធ្លាប់ចុចចូលមើលម្ដងពីរដងហើយអញ្ចឹងវានឹងលុតនៅលើខាងនេះឲ្យអញ្ចឹងយើងអាចចុចចំហៀងមើលតទៀតបានបើសិនជាព្រោះនៅក្នុងមួយ page នេះនៅក្នុង row នេះយើងផ្ទុកត្រឹមបានតែ6 product តែប៉ុណ្ណោះអញ្ចឹងបើវាលើ6 product វានឹង extend ទៅកាន់មួយទៀតអូខេចំណែកនេះគឺជា footer ដែលយើង design មានឆ្កែមានអាច send email send អីហើយយើងមាននេះ Google Map យើងអាចចុច Telegram អីអាចតំណងបានបាទឥឡូវយើងចុចទៅលើ search ឥឡូវយើងចង់ search អីមួយឥឡូវខ្ញុំឧទាហរណ៍ខ្ញុំចង់ search product មួយឈ្មោះថាឥឡូវឧទាហរណ៍ឈ្មោះថាShoki អូខេវាកំពុង search អត់មាន product មួយឈ្មោះ search key ទេឥឡូវខ្ញុំ clear ម្ដងទៀតខ្ញុំ search row product ណាឈ្មោះណាដែលឥឡូវឈ្មោះsnake key អូខេ snake key ក៏មានដែរអូខេអញ្ចឹងខ្ញុំមើល process of product ទាំងអស់អូខេឥឡូវខ្ញុំមើល product នេះឈ្មោះsweet មាន product មួយឈ្មោះថា fluffy អូខេ fluffy មាន product fluffy គឺមានតែមួយនេះឯងហើយយើងចុចលើ product fluffy ទៅយើងនឹងឃើញ product detail ឥឡូវយើងចុចលើ product ហើយយើងឃើញ product detail នេះនៅក្នុង product detail នេះគឺគេនិយាយអំពី review ដល់មានតែគេតន់ comment ទេនេះ stone review អត់មានគេ comment ទេតែយើងបានលក់ដាច់អស់3ហើយអត់មានគេ comment ហើយ size មាន size MCL តម្លៃវាត្រឹមតែ$7.5ទេនេះគឺជា description របស់ product detail ហើយនេះគឺជារូបភាពមួយដែល user អាចចុចមើលបានថាមានពណ៌អីខ្លះដែលគាត់ចង់យកបាទហើយនេះយើងអាច add to wish list ពេលយើង add to wish list ទៅវានឹងលើពណ៌ក្រហមហើយយើងចូលទៅកាន់ wish list បេតុងយើងនឹងឃើញនេះ product ដែលយើងបាន wish list អូខេឥឡូវយើងចេញមកវិញឥឡូវយើងមើលក្នុង route ដោយនៅក្នុង route នៅក្នុង URL យើងនេះយើងពេលយើងចូល product detail យើងឃើញ product URL នេះ change វា route ទៅកាន់ product detail មួយហ្នឹងឈ្មោះថា fluffy 2 in 1ដូចគ្នាអូខេតមកយើងអាច add to cart បានពេលយើង add to cart ទៅបេតុង cart នេះឡើងមួយនេះតែយើងមិនអាច add ទេពេលយើងចុច add to cart ទៅវានេះហើយវាដូរពណ៌ហើយអូខេហើយនៅក្នុង product detail មួយនេះយើងមានព័ត៌មានលម្អិតពី product មួយហ្នឹងហើយយើងអាច rating និង review បានហើយនៅក្នុង rating review មួយនេះអត់តមានគេ comment អីទេដូច្នេះហើយយើងអត់មានឃើញអីទេយើងអាច review វាបានក៏យើងចុច write review ពេលយើងចុច write review ទៅគេទាមទារឲ្យយើង log in require អញ្ចឹងគេទាមទារយើង log in បើយើងអត់ log in យើងមិនអាច review product មួយនឹងបានទេអូខេដោយសារឥឡូវយើងអត់មាន profile ទេយើងអត់ log in ទេយើងគាត់តែឥឡូវយើងចូលទៅកាន់ home page នេះ product ដែលយើងបានlike មិញនេះដែលយើងបានចុចចូល wish list មិញហើយយើងបាន add to cart ហើយអូខេហើយអូខេអស់ហើយលើ home page ចប់ហើយឥឡូវយើងចូលទៅកាន់all product ទៅកាន់ category ម្ដងឥឡូវនៅក្នុងនេះគឺជា product category category មួយនេះយើងឃើញ product ទាំងអស់ដែលយើងមាននៅ system យើងមានហើយនៅក្នុងនេះយើងអាចចុច pagination with next ទៅតទៀតយើងឃើញ product ផ្សេងទៀតអូខេហើយយើងក៏អាចមិនត្រឹមតែយើងអាចចុច pagination វាយើងអាច filter វាតាម country ឥឡូវឧទាហរណ៍ខ្ញុំចង់បានផលិតផលមកពីប្រទេសជប៉ុនយើងមានមួយនេះ product sneaky bold dog toy ដែលមកពីប្រទេសជប៉ុនហើយខ្ញុំចង់បានប្រទេសមិនជប៉ុនហើយខ្ញុំចង់បានចិនទៀតអូខេអញ្ចឹងនេះមាន product មកពីជប៉ុនផងមានចិនផងឥឡូវឧទាហរណ៍ខ្ញុំចង់បាន product មកពីជប៉ុនហើយចិនតែតម្លៃវា$6ឡើងអញ្ចឹងខ្ញុំទុយបំផុត$6អូខេដាក់លេខ6នឹងឃើញឬក៏យើងចង់បានចន្លោះ$6ដល់ចន្លោះ$12អូខេមានតែ$7នេះមួយទេដែលមានតម្លៃ
$6 ដល់ចន្លោះ$12 ok ok ឥឡូវខ្ញុំចង់បានប្រដាក់មកពី clear filter ចោលទៅយើងចង់បានប្រដាក់មកពីកម្ពុជាមាន3ប្រដាក់នេះអូខេអូស្ត្រាលីមួយដែរអូខេហើយខ្ញុំចង់បានវាជាប្រភេទ dog toy អញ្ចឹងនេះខ្ញុំ filter លើ category ទៅ dog toy អញ្ចឹង load មកហើយអូស្ត្រាលី dog toy នេះមាន2ប្រដាក់ហើយនៅក្នុងប្រដាក់មួយយើងឃើញមានការ discount ហ្នឹង sale 5% និងការ discount ហើយយើងមាន hot ដក 5% ហើយយើងគេ discount យើង 5% ប្រដាក់មួយហ្នឹងណានេះឥឡូវយើងចុចមើលប្រដាក់មួយហ្នឹងមើលអូខេឥឡូវប្រដាក់នេះយើងចូលទិញទៅអត់មានប្រដាក់នេះអត់លក់ដាច់ទេបាទហើយគេ discount ខ្ញុំ 5% អូខេឥឡូវអូខេអត់មានអីទេឥឡូវនេះគឺជា category យើងអាច filter តាម country ផងតាម category ផងតាមតម្លៃផងអូខេអានេះ footer ដូចគ្នាមានអីឥឡូវយើងចូលទៅកាន់ best selling នេះគឺជា best selling ប្រដាក់ដែលលក់ដាច់ជាងគេនៅក្នុងនេះបើតង់យើងអាច sorting ដូចគ្នានៅក្នុង category គឺយើងអាច sorting បានហើយយើងអាច sort តម្លៃតាមពីទាបទៅខ្ពស់តាមឈ្មោះបានដូចគ្នាអូខេឥឡូវយើងចូលទៅមើល best selling យើងមានប្រដាក់ដែលលក់ដាច់ជាងគេមិនមានន័យថាប្រដាក់ទាំងអស់នៅក្នុងនេះគឺប្រដាក់ដែលលក់លើកដាច់ជាងគេនៅក្នុងចំណោមប្រដាក់ទាំងអស់ឥឡូវខ្ញុំចង់បានដាក់លេខឆ្កែតែមានប្រដាក់9ហ្នឹងដែលលក់ដាច់ជាងគេឥឡូវយើងចូលទៅមើលទៅនេះលក់ដាច់បានមួយហើយគេមានគេ review ទៀតណានេះគេ review មួយឥឡូវយើងទៅមើល review គេមើលនេះឥឡូវ rating យើងគាត់ចុចលើនេះទៅនេះប្រដាក់ detail rating review យើងចុចទៅនេះឃើញឧឡុង comment ឲ្យ start share start ពីនេះឥឡូវយើងកំសាន្តព្រះអង្គយូរយើងចុចចូលកាតយើងមិនអាច proceed to check out បានទេយើងថតទៅ log in សិនអូខេដោយខ្ញុំធ្លាប់ log in ហើយឥឡូវខ្ញុំចាប់ផ្ដើម sign up ថាថ្មីឲ្យយើងអស់គ្នាមើលនេះគឺជាប៊ូតុងកន្លែង sign up អូខេរូបភាពស្អាតឥឡូវខ្ញុំដាក់ឈ្មោះលៀងឡុងអូខេហើយខ្ញុំដាក់ email ឈ្មោះលៀងឡុង @gmail.com ហើយ password ខ្ញុំដាក់12345អូខេខ្ញុំ sign up អូខេឥឡូវខ្ញុំចូលហើយនេះគឺជាពេលយើងចាប់ផ្ដើមបដូរមកយើងចាប់ផ្ដើមឃើញ profile យើងឥឡូវយើងចុចលើ profile យើងថា profile យើងមិនអូខេនេះដោយ profile យើងអត់មានរូបភាពអីទេមានអក្សរ L នេះ full name ហើយយើងអាច edit profile របស់យើងបានដូចគ្នាអូខេយើង edit ទៅយើងចុចទៅនេះដូចទូរស័ព្ទទៅ12 26 59 81អូខេខ្ញុំ save ដូចទៅអូខេឥឡូវវា load message មកថាយើងបាន update profile ហ្នឹងជោគជ័យហើយអូខេ good ឥឡូវយើងចូលទៅ profile edit profile មួយមកហើយយើងចុច change photo មកចូលចាំ update វា slow ដោយសារតែ internet ដូចគ្នាអូខេឥឡូវខ្ញុំចុចរូបភាពមួយនេះរូបភាពនេះ load ហើយឥឡូវខ្ញុំចុច save ពេលយើងចុចលើប៊ូតុង save ហ្នឹងទៅវា load saving វារៀង slow ទេសារ internet អូខេវា save ជោគជ័យវានឹង alert មកនេះវា load សារមកហើយថាអូយើង save ជោគជ័យអូខេ good ឥឡូវយើងចូលទៅកាន់ប្រដាក់របស់យើងម្ដងទៀតឥឡូវយើងមើលថាឥឡូវយើងទិញបានមួយឥឡូវឧទាហរណ៍ខ្ញុំមកចង់ទិញមួយខ្ញុំចង់ទិញ2 3 4ខ្ញុំទៅមើលប្រដាក់ best selling ឥឡូវ best selling ខ្ញុំចង់ទិញចានឆ្កែចានឆ្កែខ្ញុំចង់ទិញសម្លៀកបំពាក់ឆ្កែខ្ញុំ select បាន category នេះខ្ញុំ select បាន2 3តែ category នៅក្នុងប្រដាក់ទាំងអស់អត់ select បាន2 3ឯងបានតែមួយឯងអូខេឥឡូវខ្ញុំចង់ទិញចំណីឆ្កែនេះថ្នាំពេទ្យអូខេឥឡូវខ្ញុំ add to cart អូខេខ្ញុំ add to cart ហើយខ្ញុំអាចមើលឲ្យមានរូបភាពច្រើននេះមកកណូយើងចុចទៅយើងចុចឆ្វេងស្ដាំទៅបានទេអូខេ discount 10% ទេបាទ that's good ខ្ញុំចុចកាតអូខេខ្ញុំទិញបាន2ឥឡូវខ្ញុំចង់ឲ្យទិញអា fluffy good or bad ហ្នឹងទិញ3ខ្ញុំឆ្លចុចសញ្ញាលេខបូកហ្នឹងទៅមួយហើយមួយទៀតទៅឲ្យបាន3ដងទៅនេះអានេះខ្ញុំទិញតែ2ទៅបានហើយអញ្ចឹងតម្លៃអានេះ3វានឹងកើនតម្លៃឲ្យដល់$22ពេលនេះ2ទៅកើនដល់$45ឥឡូវខ្ញុំទិញមួយវិញវា auto generate ដកឲ្យខ្ញុំអូខេ$22ឥឡូវយើងបើមានអាគូអូខេឥឡូវយើងទៅមើលកាតនៅពេលដែលយើងម្ដងទៀតឥឡូវឧទាហរណ៍ខ្ញុំចូលទៅខ្ញុំចូល order ពួកនេះមួយចំនួនអូខេខ្ញុំចុច order លើហើយវាការចាប់ដើមលើពណ៌ហើយខ្ញុំចាប់ដើមចុចចកាតហើយខ្ញុំអាចស្រីស្រង់មិញហើយខ្ញុំអាចចង់ទៅឡើងក៏បានវាចោះក៏បានបើយើងទៅឡើងប្រដាក់មួយវានឹងគិតលុយថែមមួយបន្ទាប់មកខ្ញុំ proceed to check out ខ្ញុំពេល proceed ទៅខ្ញុំគាត់ដាក់ឈ្មោះខ្ញុំទៅ long លៀង
ហើយលៀងឡងក៏បានហើយហេងអីមកឈ្មោះទៅហើយខ្ញុំដាក់លេខទូរស័ព្ទ2565981មកហើយខ្ញុំដាក់address នៅដាក់នៅពីលីងជេងទៅអូខេស្រីខ្ញុំដាក់សានសុកអញ្ចឹងទៅហើយ city ខ្ញុំដាក់ភ្នំពេញអញ្ចឹងទៅអូខេហើយខ្ញុំដាក់ country Cambodia អញ្ចឹងទៅហើយ postcode ខ្ញុំដាក់លេខទៅខ្ញុំដាក់អីទៅខ្ញុំ confirm តែទៅពេលយើងជោគជ័យវានឹង load success មកហើយអូខេឥឡូវ success ហើយយើងទទួលបានជោគជ័យហើយឥឡូវយើងទិញ product នឹងបានហើយឥឡូវយើងចាប់ផ្ដើមចូលទៅ comment product ណាមួយដែលយើងគិតថាឥឡូវយើងចូលទៅ best product អូខេដោយក្នុង category ខ្ញុំ filter មកអស់ហើយអ្នកទាំងអស់គ្នាអាច filter បានក្នុង category ឥឡូវ make price យើងហើយយើង clear filter ទៅយើង load all product មកណាបាទឥឡូវខ្ញុំចូលទៅមើល product detail ក្នុង product detail ខ្ញុំចង់មើលចំណីឆ្កែអូខេចំណីឆ្កែនេះ discount មាន review ប្រហែលអ្នកមើលសិន review ម្នាក់ឥឡូវខ្ញុំចូលទៅកាន់ review rating ខ្ញុំនេះ testing good product ឥឡូវខ្ញុំចូលទៅ comment មួយដែរខ្ញុំដាក់ផ្កាយ3ខ្ញុំត្រូវចូលទៅកាន់ selling ខ្ញុំ comment ឲ្យមើលម្ដងទៀតព្រោះកុំឲ្យអត់បានឃើញថាតើ comment បានម៉េចឥឡូវខ្ញុំចូលទៅកាន់ចំណីឆ្កែនេះដែលមិញយើងធ្វើការ review ច្រើនដងនេះអ្នក review មានម្នាក់ឥឡូវខ្ញុំចូលខ្ញុំបាន login ហើយខ្ញុំចូលទៅ review ទៅខ្ញុំបាយ comment ខ្ញុំអត់កែ3ខ្ញុំដាក់ good ហើយខ្ញុំដាក់ I like អូខេតោះមិញខ្ញុំគ្រាន់តែ submit review ទៅខ្ញុំនឹងឃើញ review ទាំងអស់ហើយខ្ញុំនឹងបាន comment ចូលឲ្យវា load មកហើយអូខេនេះឥឡូវ load មកលៀងឡង I like it ហើយផ្កាយបាទឥឡូវនេះយើងចូលមកដល់ admin part វិញដែល admin part ដំបូងឡើយគឺយើងត្រូវការ login សិនអញ្ចឹងយើង login ជាមួយ email និង password របស់យើងដែលមាន role ជា admin ហើយយើងចូលមកដល់យើងឃើញនៅខាងឆ្វេងដៃ sidebar នេះយើងមាន dashboard មាន manage product promotion coupon view orders ហើយនឹងយើងក៏អាច visit ទៅកាន់ store as guest វិញដែរអញ្ចឹងដំបូងឡើយយើងមកមើល dashboard សិនទៅ dashboard នេះគឺជា dashboard dynamic តែម្ដងវាមិនមែនជា static ទេដែលជាក់ស្ដែងយើងឃើញវាបង្ហាញព័ត៌មានមួយចំនួនដូចជា total user ដែល register មកចំនួន total product list ចំនួនតម្លៃសរុបដែលលក់បាននិងចំនួន product សរុបដែលលក់បានដូចគ្នាហើយចំពោះ graph នេះវិញគឺ show ពីចំនួន register របស់ user គឺមាន17នាក់ឥឡូវហ្នឹងហើយចំពោះ graph នេះវិញគឺ show អំពីក្នុងរយៈពេល30ថ្ងៃហ្នឹងយើងលក់បានប្រមាណ product ហើយនៅថ្ងៃណាខ្លះខែណាអញ្ចឹងទៅយើងអាច hover ទៅលើវាទៅវា show ពីចំនួនដែលយើងលក់បានថ្ងៃហ្នឹងហើយហើយចំពោះgraph នេះវិញគឺបង្ហាញពី product ដែលលក់បានតាមរយៈ category ដែលយើងfilter តាម category ដែលយើងឃើញថាមាន category ប្រមាណនេះគឺលក់បានប៉ុណ្ណឹង product ដែលយើងបានតេស្តទិញអូខេយើងអាច hover លើវាឃើញចំនួនជាក់ស្ដែងផងដែរហើយចំនួន graph នេះគឺ show ពីចំនួនកំណើននៃការលក់របស់យើងក្នុងរយៈពេល30ថ្ងៃចុងក្រោយអញ្ចឹងយើងឃើញមាន graph មានថ្ងៃមានខែយ៉ាអញ្ចឹងមានចំនួនប្រមាណយើងអាច show dynamic នៅលើនឹងបានអញ្ចឹងយើងចូលមកដល់ផ្នែកមួយទៀតគឺ product management អញ្ចឹងដល់ product management របស់យើងគឺបច្ចុប្បន្នគឺយើងមានបាន20 product ហើយយើងមានបង្ហាញដូច high stock low stock out of stock អីគឺមានដូចគ្នាដូចចំនួននេះអញ្ចឹងគឺយើងបានទិញមុនហ្នឹងគឺតេស្តទៅ out of stock ទៅយើងបាន show ដូចគ្នាដែរអញ្ចឹងចាត់ស្ដែងគឺយើងអាច filter តាមរយៈ search បានយកតែខ្ញុំចង់ search ទៅលើ dog alright dog toys អញ្ចឹងទៅ so វានឹង filter តាម dog toy អញ្ចឹងទៅតាម dog food អញ្ចឹងវា filter តាមរយៈ category តាមរយៈ name តាមរយៈ ID យើងអាច search តាមរយៈហ្នឹងបានអូខេអញ្ចឹងវា show តាមចាត់ស្ដែងឥឡូវយើងនឹងធ្វើការតសាក់ add product មួយដែលយើង add product ចូលមកយើងឃើញមានលក្ខណៈបែបនេះអញ្ចឹងដំបូងឡើយគឺយើងត្រូវការពេញឈ្មោះរបស់យើងសិនឧទាហរណ៍ថាខ្ញុំនឹងធ្វើការ add ទៅលើ dog food អញ្ចឹងទៅឧទាហរណ៍ខ្ញុំ add sorry dog toys អញ្ចឹងទៅ dog toys អីអញ្ចឹងណាអូខេហើយ description គឺខ្ញុំអាចនឹងចេះដាក់ទៅអូខេគឺ products ចឹងទៅអូខេហើយចំនួនតម្លៃគឺខ្ញុំដាក់$5អញ្ចឹងទៅហើយនេះគឺចំនួន discount ជាភាគរយ
cho nhóm tạo discount 3 ok tạo discount 5% yeah ហើយនេះគឺជាកន្លែង select category របស់យើងអាចដោយសារខ្ញុំថយដល់ toy អូខេហើយយើងក៏អាច add category ថែមទៀតដែរយើងដាក់ឈ្មោះ category ហើយយើង add នៅនឹងតែម្ដងតែយើងមិនត្រូវការ add ទេអញ្ចឹងចំនួន stock គឺខ្ញុំអាចដាក់10 stock អញ្ចឹងទៅគឺយើងមាន size ទៅនឹង size S size M size L អញ្ចឹងទៅយើងអាចបញ្ជាក់ថា1ទៅ2មីលីម៉ែត្រអញ្ចឹងអូខេយើងយកទៅដាក់ទៅអូខេចំពោះ size យើងអាចដោយសារវា show នៅលើ detail product ហើយចំពោះ active នេះគឺយើងមានន័យថាយើង active product យើងឲ្យវា show នៅលើ front end ហើយ promoted នេះគឺវានឹង show ទៅលើមានន័យថានៅលើកាត់ហ្នឹងនឹងមាន page មួយដែលបញ្ជាក់ថាវាពិសេសអញ្ចឹងទៅហើយចំពោះselect country យើងអាច select ទៅលើ country ច្រើនយ៉ាមានចំនួន5នេះគឺ Cambodia ហើយយើង select ទៅលើរូបភាពវិញអូខេជាងនឹង browse ទៅលើរូបភាព adopt image នេះអញ្ចឹងគឺខ្ញុំပြောថាខ្ញុំ select អូខេ5នេះទៅអញ្ចឹងយើងអាចដាក់បានចំនួនmultiple images បានច្រើនក្នុងករណីយើងទុកដាក់នៅក្នុង product detail ហើយ country flag ក៏ដូចគ្នាយើងអាចអូខេយើងឧទាហរណ៍ខ្ញុំដាក់តង់ជាតិនេះទៅគឺត្រូវជាមួយនឹង name របស់យើងអញ្ចឹងឧទាហរណ៍ខ្ញុំបង្កើតប៉ុណ្ណឹងអញ្ចឹងខ្ញុំចុច create product ទៅអូខេអញ្ចឹងយើងចាំតិចទៅអូខេអញ្ចឹង product ដែលយើងបង្កើតមុនហ្នឹងគឺនេះឯងហើយយើងឃើញថា total product យើងក៏ឡើងបានមួយទៀតដែរគឺ21ហើយ stock អីដូចគ្នាដែរអូខេអញ្ចឹងបើសិនជាយើងចង់ឃើញយើងអាចទៅមើលនៅ front end side បន្តិចទៅហើយយើងអាច search ជា toys អូខេនេះគឺជា product ដែលខ្ញុំបានបង្កើតមុននឹងឯងមុននឹងឯងមាន discount និង hot អូខេអញ្ចឹងខ្ញុំធ្វើការទៅ admin វិញអូខេឥឡូវយើងមកដល់ admin វិញហើយយើងបើសិនជាខ្ញុំចង់ edit product ដូចជាខ្ញុំ edit ដាក់ឈ្មោះផ្សេងអញ្ចឹងទៅឬក៏មិនបាច់ទេដោយសារឈ្មោះយើងដឹងតែ edit បានហើយអូខេហើយយើងអាច unpromoted ឬក៏ unactivate វាទេគឺ inactivate វាចោលគឺថាខ្ញុំ inactivate វាខ្ញុំ save អូខេអញ្ចឹង starter របស់ product មួយហ្នឹងគឺ inactive ហើយ product យើងគឺ21ដដែលទេប៉ុន្តែគ្រាន់តែយើងអត់ show វានៅលើ front end អញ្ចឹងខ្ញុំនឹងធ្វើការ search វាម្ដងទៀតអូខេយើងថយវិញគឺបាត់ហើយដោយសារតែយើង inactive វាចោលបាត់ហើយអូខេហើយបន្តមកទៀតគឺយើងនឹងទៅ promotion និង coupon វិញម្ដង promotion និង coupon នេះគឺយើងបង្កើតឡើងដើម្បីដាក់ជា code coupon ឲ្យ user ឲ្យ customer របស់យើងវាយលេខកូដចូលទៅដើម្បីបាន coupon discount ហើយជាក់ស្ដែង admin គឺអាចបង្កើត coupon ថ្មីអញ្ចឹងខ្ញុំនឹងធ្វើការបង្កើត coupon ថ្មីមួយចុះអូខេឧទាហរណ៍ថាឥឡូវខ្ញុំដាក់ឈ្មោះរបស់promotion ហ្នឹងជាខ្ញុំដាក់ win អីចឹងទៅទៀតដាក់ទៅអូខេយើងដាក់ win 2026 discount ចំនួន20%អញ្ចឹងទៅហើយ start date គឺយើងនឹងយកថ្ងៃហ្នឹងហ្មង today ទៅដល់ end date គឺយើងនឹងចុះរហូតដល់ថ្ងៃទី31អញ្ចឹងទៅហើយlimited usage គឺបើសិនជាយើងអត់ដាក់ទេមានន័យថាវា default តែមួយ user ទេតែយើងអាច set វាបានជា3 user អញ្ចឹងទៅយើង create មកអញ្ចឹងយើងបង្កើតមកឃើញមុននឹងឯងគឺនៅទីនេះយើងបង្កើតថ្មីគឺនៅថ្ងៃនេះថ្ងៃ1 sorry គឺវា validate ទៅដល់ថ្ងៃ31ខែ1 2026ហើយ discount នេះយើងបានមុននឹងហើយនេះគឺជាចំនួន promotion ដែលខ្ញុំបានបង្កើតឡើងរបស់ខ្លះគេ expire បាត់ហើយរបស់ខ្លះទៀតគឺ active ហើយមានចំនួន user ប្រើប្រាស់ចំនួនបានកំប៉ុងនេះគឺបាន4នាក់ហើយនិងកំប៉ុងនេះគឺបាន2នាក់អានេះយើងទៅបង្កើតមុនហ្នឹងគឺ0ទេអញ្ចឹងយើងក៏អាច view detail បានដែរដោយសារយើង view ទៅយើងឃើញចំនួនប្រមាណ detail របស់វាអញ្ចឹងណាអូខេហើយយើងអាច edit នៅនេះក៏បានយើងអាច edit វាបានអូខេអញ្ចឹងcoupon គឺបង្កើតឡើងក្នុងគោលបំណងបែបហ្នឹងឯងដើម្បី user វាយលេខកូដក្នុងការ discount ទៅលើ product មួយហ្នឹងហើយចំពោះview order វិញនេះគឺជា view order ដែលនៅក្នុង admin គឺយើងឃើញដល់ពេលដែល user order អីមកហើយគឺពេញ
ព័ត៌មានដែលត្រូវ order មកហើយគឺវានឹង load មកកន្លែងនេះដែលយើងមានឃើញថា pending orders មានន័យថា admin គឺអាច approve ឬក៏ reject ជាក់ស្ដែងទៅដល់ពេលដែលមកដល់កន្លែងនេះគឺលុយចំនួនលុយដែលបានមកហ្នឹងគឺវាបូកចូលទៅកាន់ dashboard អស់ហើយក្នុងករណីហ្នឹងណាដោយសារតែ user order មកហើយប៉ុន្តែបើសិនជាយើង reject វានឹងដកលុយចេញវិញពី dashboard របស់យើងប៉ុន្តែឥឡូវយើងមកមើលនៅទីនេះសិនគឺ table របស់យើងគឺយើងឃើញថាយើងមាន ID មានលេខទូរស័ព្ទមានថ្ងៃខែហើយ item ប្រមាណ item និងចំនួនសរុបនៃទឹកប្រាក់និង status និង action ដែលយើងអាចមើល view detail បានឧទាហរណ៍ថាមួយនេះខ្ញុំចុច view ទៅយើងឃើញថា detail មកថាអូខេ ship គឺនៅណាថ្ងៃណាខែណា item ចំនួនប្រមាណ item ឈ្មោះអីគេអញ្ចឹងទៅហើយចំនួនសរុបបែបហ្នឹងឯងអញ្ចឹងឧទាហរណ៍ថាខ្ញុំ accept តានេះមួយទៅអូខេពេលយើង approve ទៅគឺវានឹងដូរទៅជា paid ហើយដូចគ្នាយើងអាច view ដូចមុននឹងដែរហើយលុយក៏វាបូកចូលស្រាប់ហើយជាក់ស្ដែងគឺយើងអាច filter តាមរយៈ all status ឬតាមរយៈ pending យើងអាច filter តាមរយៈ paid ឬក៏ cancel បានហើយយើងក៏អាចជា export ផងដែរ export ជា PDF អញ្ចឹងយើងអាច export ទាំងអស់ក៏បាន export ទៅលើ filter មួយក៏បានអញ្ចឹងមកខ្ញុំ export ទាំងអស់ខ្ញុំដាក់ all status ខ្ញុំ export ទៅយើងចុចទៅវានឹងទៅហើយនេះគឺជា PDF ដែលយើង export ចេញមកមានបែបហ្នឹងឯង list បែបហ្នឹងឯងហើយឥឡូវនេះគឺយើងមកមើលនៅ dashboard វិញ វា dynamic right អញ្ចឹងdynamic user ប្រហែលជាមុនហ្នឹងមានអ្នក log in ថ្មីមើលទៅឡើង18នាក់ហើយ product មុនហ្នឹងគឺ20ឥឡូវយើង add មួយទៀតគឺបាន21ហើយលុយគឺ1900 product យើងលក់ជីបានមួយទៀតវិញយើងមានន័យថាយើង approve មុនហ្នឹងអញ្ចឹងវាឡើងតាមហ្នឹងឯងអញ្ចឹងបើសិនជាចំពោះ order បើសិនជាខ្ញុំ reject អញ្ចឹងលុយវានឹងដកវិញហើយមុនហ្នឹង1900ជាងបើខ្ញុំដក reject 45ចេញយើងទៅមើលវិញឈើសម1900ជាងអូខេអញ្ចឹងវា dynamic នៅលើហ្នឹងឯង so just like admin គឺអាច manage control ទៅលើ system បានគ្រប់សពហ្មងអញ្ចឹងចំពោះ admin គឺមានតែប៉ុណ្្នឹងទេបាទអរគុណច្រើន